ថាពួកយើងមានឧបសគ្គអ្វីខ្លះដើម្បីធ្វើបានមកកាត់មួយហ្នឹងហើយជាដំបូងមុននឹងពួកយើងសម្រេចបានមកកាត់មួយហ្នឹងលោកគ្រូនៅធំមានមួយលោកគ្រូបានឲ្យយើងចូលទៅសម្រងផ្ទះខ្មែរនៅឯភូមិកោះដាច់ដោយពួកយើងសាកសួរព័ត៌មានពីម្ចាស់ផ្ទះថាផ្ទះហ្នឹងមានអាយុកាលប្រហែលហើយតតាំងពីចំនួនណាដល់ចំនួនណាហើយមុននឹងឈានដល់ការធ្វើមកកាត់នេះពួកយើងគឺបានសួរព័ត៌មានយ៉ាងច្បាស់លាស់និងមកចត់ដើម្បីធ្វើគម្រោងពួកយើងហ្នឹងគឺបានទទួលបានលទ្ធផលល្អដោយឆុងមានមួយហ្នឹងពួកយើងគឺបានធ្វើជាគ្រោងឆ្អឹងអត់ទាន់ធ្វើជាសម្រេចចឹងតែហ្មងទេប៉ុន្តែពួកយើងធ្វើគាត់ធ្វើជាគ្រោងឆ្អឹងដល់ពេលឆុងមាន2នេះលោកគ្រូបានឲ្យយើងធ្វើជាមកកាត់ជាផ្ទះបែបធំហើយមានទាំងការលំអងជុំវិញដូចជាសួនច្បារមានដូចជាផ្ទះបាយនិងបន្ទប់ទឹកអីជាដើមមុននឹងឈានបានផ្ទះនេះពួកយើងគឺបានមុនដំបូងពួកយើងគឺសាងសង់បែបគ្រោងឆ្អឹងបន្ទាប់មកពួកយើងគឺបិទជញ្ជាំងនិងតម្លើងជាដំបូលហើយបន្តមកទៀតបន្ទាប់ពីធ្វើផ្ទះហើយពួកយើងគឺធ្វើជាចង្ក្រានបាយផ្ទះបាយសម្រាប់ធ្វើអាហារបរិភោគចឹងជាដើមដល់ពេលបន្តមកទៀតបន្ទាប់ពីធ្វើផ្ទះបាយហើយពួកយើងធ្វើជាបន្ទប់ទឹកព្រមទាំងធ្វើជារោងចិញ្ចឹមសត្វដូចជាសត្វគោសត្វជ្រូកព្រមទាំងមានរោងសន្សៃផងដែរហើយពួកយើងក៏បានធ្វើជាជំរកស្រូវនេះគឺជាជំរកស្រូវហើយពួកយើងគឺមានទាំងដើមឈើតម្លើង landscape អីមើលទៅបែប green មានធម្មជាតិច្រើនហើយមានកញ្ចក់សម្រាប់ពេលមានថ្ងៃក្តៅអីពួកយើងអង្គុយលេងអង្គុយអីមានអារម្មណ៍ថាស្រស់ស្រាយនិងមានកន្លែងសួនដាំដំណាំពួកយើងដាំដំណាំបែបធម្មជាតិវាថាវាសែលលុយកុំឲ្យទិញគេឲ្យបានអស់លុយច្រើនហើយមានពាងសម្រាប់ស្តុកទឹកទុកពេលមេឃភ្លៀងព្រមទាំងមានស្រះទឹកសម្រាប់យកទឹកទាំងអស់នោះទៅស្រូបនៅដំណាំខុសយើងដែលយើងបានដាំហើយគឺពួកយើងមានដាំត្នោតមានស្នូលហាកៅអៅផងដែរហើយពួកយើងក៏មានស្ថូបឬក៏ប្រភពគេហៅថាប្រភពនៅមុខផ្ទះសម្រាប់បន់ស្រន់របៀបខ្មែរយើងគឺមានជំនឿច្រើនថាជួយការពារអីចឹងទៅសូមចុច follow និង like វីដេអូអ្នកមួយហាហា